Hejអ្នកទាំងអស់គ្នាថ្ងៃនេះពួកយើងមានការពិសោធន៍អំពីសកម្មភាពរបស់អង្គស៊ុយទៅលើប្រតិកម្មគីមីថាតើវាមានលក្ខណៈដូចម្តេចមានដំណើរការយ៉ាងណាតោះទស្សនាវីដេអូតែម្ដងទៅយើងបំបែកទឹកអុកស៊ីសែនដោយប្រើប្រាស់អង់ស៊ីមយើងនឹងទទួលបានទឹកនិងអុកស៊ីសែនចំណែកឯអង់ស៊ីមទាំងនោះមាននៅក្នុងថ្លើមសត្វនិងក្នុងការ៉ុតដែលមានឈ្មោះថាកាដាឡាដូចបានរៀបរាប់ខាងលើយើងចាក់ទឹកអុកស៊ីសែនចូលទៅក្នុងអង់ស៊ីមចំណែកអង់ស៊ីមបានបំពេញតួនាទីយ៉ាងខ្លាំងក្នុងការបំបែកទឹកអុកស៊ីសែនអ្នកឃើញទេអុកស៊ីសែនចេញមកយ៉ាងសន្ធឹកសន្ធាប់ដែលយើងឃើញជាលក្ខណៈពុះនេះឯងបន្ទាប់មកយើងសាកល្បងយកធូបដែលអុជរួចមកដាក់ជាតិសំបកកដុបហើយអុកស៊ីសែនឆេះយ៉ាងខ្លាំងដូចក្នុងវីដេអូចុងបញ្ចប់យើងអាចយល់បានយ៉ាងច្បាស់ថាអង់ស៊ីមគឺជាកាតាលីករក្នុងប្រតិកម្មគីមីយើងខ្ញុំសូមអភ័យទោសនៅកំហុសបច្ចេកទេសមួយចំនួនព្រោះថាវាជាការពិសោធន៍ផ្ទាល់និងមិនមានការរៀបចំទុកនោះឡើយសូមជូនពរអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះមានសុខភាពល្អនិងសុខសុភមង្គលសូមអរគុណ